Yet now Thailand are breaking down any diplomatic. វីដេអូមួយដែលត្រូវបានចែកចាយនៅលើបណ្ដាញសង្គមកំពុងបង្កការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីជនបរទេសម្នាក់បានអាងថាខ្លួនត្រូវទាហានថៃបាញ់គំរាមខណៈកំពុងចុះផ្ដិតយករូបភាពនៅតំបន់ព្រំដែនដែលលោកអាងថាជាទឹកដីអធិបតេយ្យរបស់កម្ពុជាត្រូវបានកាន់កាប់ដោយខុសច្បាប់ពីភាគីថៃយោងតាមការបញ្ជាក់របស់លោក Kevin Smith KH នៅរសៀលថ្ងៃទី13ខែឧសភាឆ្នាំ2026បានដឹងថាទាហានថៃបានបាញ់នៅក្បែរទីតាំងដែលលោកកំពុងស្ថិតនៅខណៈលោកគ្រាន់តែចង់ស្វែងរកការពិតនិងផ្ដិតយករូបភាពជាក់ស្ដែងនៅតំបន់ព្រំដែនប៉ុណ្ណោះលោកបានអាងថាកាលពីថ្ងៃទី29ខែមេសាកន្លងទៅទាហានថៃក៏បានបាញ់ព្រមានចំនួន9គ្រាប់ទៅលើមន្ត្រីអន្តរជាតិមួយក្រុមផងដែរប៉ុន្តែភាគីថៃបានអាងថាសម្លេងផ្ទុះទាំងនោះគ្រាន់តែជាការបាញ់ផាវប៉ុណ្ណោះជាមួយគ្នានេះលោក Kevin Smith KH បានលើកឡើងថាវីដេអូនិងរូបភាពដែលលោកប្រមូលបានគឺជាភស្តុតាងបង្ហាញពីសកម្មភាពជាក់ស្ដែងនៅតាមតំបន់ព្រំដែនដែលលោកចោទថាភាគីថៃកំពុងបំភាន់ព័ត៌មានទៅកាន់សហគមន៍អន្តរជាតិ